សម្លម្ជូរផលិតដាក់ត្រីកញ្ចុះហើយមានបង់កំពឹសមួយគឺជាមុខម្ហូបដ៏សាមញ្ញមួយដែលប្រជាជនខ្មែរយើងទូទៅនិយមចូលចិត្តធ្វើញ៉ាំមែនតែនគឺជាមុខម្ហូបប្រចាំថ្ងៃអឺដោយសារថាវាងាយស្រួលធ្វើហើយក៏ងាយស្រួលក្នុងការរកគ្រឿងផ្សំដែរហើយសម្រាប់អាហារពេលថ្ងៃមួយពេលនេះខ្ញុំបានសម្លម្ជូរផលិតជាមួយត្រីកញ្ចុះហើយក៏មានត្រីចៀនដែរជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់នាងខ្ញុំសុគន្ធបញ្ញាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនាអំពីគ្រឿងផ្សំនិងវិធីធ្វើសម្លម្ជូរផលិតត្រីកញ្ចុះលាយជាមួយនឹងម្ជូរក្រសាំងគ្រឿងផ្សំរបស់យើងមានត្រីកញ្ចុះប្រហែលជាចំនួន2ខាំសិតតែពងបងប្អូនហើយមានកំពឹសបន្តិចបន្តួចហើយបន្លែវិញអត់មានអីច្រើនទេគឺមានផលិតម្អមហើយនិងក្រសាំងមានគល់ស្លឹកគ្រៃបន្តិចផងដែរថ្ងៃនេះដែរខ្ញុំបានទិញត្រីកញ្ចុះចំនួន8ខាំត្រីកញ្ចុះហើយនឹងត្រីរៀលគឺត្រីទលេបាទីណាបងប្អូនត្រីទលេសុទ្ធហ្មងណាហើយប៉ុណ្ណឹងអស់តែ10000រៀលទេអញ្ចឹងខ្ញុំយកមកដល់ខ្ញុំលាងសម្អាតត្រីបន្ថែមខ្ញុំសកាវាចឹងមកហើយលាងសម្អាតត្រីឲ្យបានស្អាតដើម្បីកុំឲ្យពេលយើងស្លទៅមានជាតិឆ្អាបណាបងប្អូនអញ្ចឹងត្រីហ្នឹងដោយសារវាមានត្រីរៀលហើយនិងត្រីកញ្ចុះលាយគ្នាអញ្ចឹងខ្ញុំនឹងធ្វើការប្រឡាក់ត្រីរៀលដើម្បីចៀនព្រោះដោយសារកូនខ្ញុំគាត់ចូលចិត្តញ៉ាំត្រីចៀនណាអញ្ចឹងការប្រឡាក់ត្រីហ្នឹងគឺខ្ញុំគ្រាន់តែដាក់ទឹកត្រី 4-5 ស្លាបព្រាហើយនឹងម្សៅស៊ុបខ្នុរប្រហែលជា1ស្លាបព្រាហើយយើងកូរច្បល់ចឹងមកទុកមួយសន្ទុះប្រហែលជា10ទៅ15នាទីយើងយកទៅចៀនទៅចាបន្ទាប់ពីដាក់ត្រីចៀនរួចហើយខ្ញុំចាប់ផ្ដើមមកដាក់គ្រឿងសម្រាប់សម្លម្ជូរប្រឡិតវិញម្ដងជាដំបូងគឺយើងត្រូវដាក់គល់ស្លឹកគ្រៃហើយបន្ទាប់មកយើងបង់ប្រហុកនឹងដោយសារតែប្រហុកសាច់ចឹងខ្ញុំមិនត្រូវចាំបាច់ចិញ្ច្រំវាទេបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់ត្រីចូលត្រីល្អណាបងប្អូនអើយសិតតពងហើយសម្រាប់សម្លម្ជូរយើងណាបើបានត្រីកញ្ចុះចឹងនិយាយពីថាជាតិណាបងប្អូនអើយត្រីកញ្ចុះតលេហ្នឹងណាបងប្អូនអើយខ្ញុំគាត់ថាត្រីថោក៏បងប្អូនដោយសារខ្ញុំទិញពីបងថ្លៃទេបានធូរថ្លៃប៉ុន្តែបើនៅផ្សារវិញណាត្រីកញ្ចុះប៉ុណ្ណឹង1គីឡូ30000ថ្លៃជាងចង់ថ្លៃស្មើសាច់គោហើយណាបងប្អូនអញ្ចឹងបន្ទាប់ពីដាក់ត្រីហើយខ្ញុំចាប់ដើមដាក់អំបិលបន្ទាប់មកទៀតដាក់ទឹកត្រីហើយនឹងប៊ីចេងហើយទុកមួយសន្ទុះនៅពេលដែលត្រីយើងចិត្តឆ្អិនហើយនេះទឹកស្លវាចាប់ដើមពុះចឹងណាខ្ញុំចាប់ដើមដួសយកពពុះនឹងចេញពពុះហ្នឹងដោយសារថាកុំឲ្យវាមានជាតិល្អក់នៅក្នុងទឹកសម្លរបស់យើងណាបងប្អូនបន្ទាប់ពីត្រីបានឆ្អិនហើយប្រហែលជា 90% ខ្ញុំចាប់ដើមដាក់ម្ជូរក្រសាំងស្លម្ជូរផលិតនេះបងប្អូនម្ជូរក្រសាំងគឺត្រូវរសជាតិគ្នាមែនតែនមកដាក់ទៅគឺត្រូវហ្មងបើយើងដាក់ស្លឹកអំពិលឬក៏សណ្តាន់អីអត់សូវត្រូវហ្មងទេបន្ទាប់មកទៀតខ្ញុំចាប់ដើមដាក់ផលិតទៅល្អណាបងប្អូនផលិតតលេទៀតនិយាយទៅដោយសារទេសនៅជាប់តលេបាទីអញ្ចឹងត្រីសាច់ត្រីឬក៏ផលិតតកួនកៅឈូកអីគឺសម្បូរមែនតែនហើយបន្ទាប់ពីដាក់ផលិតហើយខ្ញុំចាប់ដើមមកហាន់ម្អមសិនហើយនេះទឹកស្លរបស់យើងគឺចាប់ដើមពុះខ្លាំងហើយចឹងខ្ញុំបន្តដួសពពុះនឹងចេញដើម្បីកុំឲ្យទឹកស្លយើងល្អណាបងប្អូនហើយខ្ញុំក៏បានដាក់កំពឹសមួយដែរយើងដាក់កំពឹសចឹងទៅស្លម្ជូរដាក់កំពឹសមួយនិយាយពីថាជាតិអញ្ចឹងនៅពេលដែលយើងដាក់ម្អមហើយគឺរួចរាល់ហើយសម្រាប់ស្លរបស់យើងណានិយាយពីថាឈ្ងុយមែនតើណាបងប្អូនតំណងខ្លាំងណាស់នេះស្លម្ជូរផលិតជាមួយនឹងត្រីកញ្ចុះម្ជូរក្រសាំងដាក់កំពឹសមួយនិយាយពីថាជាតិណាសម្រាប់រសជាតិរបស់សម្លម្ជូរផលិតត្រីកញ្ចុះនេះវិញណាគឺមានរសជាតិជូរហើយប្រៃតិចក្លិនឈ្ងុយចេញអំពីម្ជូរក្រសាំងហើយនឹងមានក្លិនម្អមហើយសម្រាប់រសជាតិត្រីវិញណាគឺថាផ្អែមហើយញ៉ាំមួយកំពឹសមួយទៀតណានិយាយពីថាឆ្ងាញ់ណាស់បងប្អូនអើយហើយសម្រាប់អាហារពេលថ្ងៃត្រង់មួយពេលនេះដែរគឺសម្រាប់អ្នកសុកស្រែដូចខ្ញុំណាអត់មានអីច្រើនទេល្អហើយគឺស្លម្ជូរជាមួយនឹងត្រីចៀនហ្នឹងនិយាយពីថា
ត្រូវរសជាតិគ្នាណាបងប្អូនអើយណាស្លអីក៏ដោយក៏អត់ឈ្នះស្លម្ជូរដែរណាបងប្អូនតើបងប្អូនអញ្ជើញមកញ៉ាំបាយជាមួយខ្ញុំទាំងអស់គ្នាចាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច like ហើយនិង comment នៅខាងក្រោមវីដេអូរបស់ខ្ញុំផងណាអរគុណសូមជម្រាបលា